របៀបជាប់អំបោះណាយើងកំពុងចាក់សុកវាអស់អំបោះឬមួយក៏យើងត្រូវតអំបោះយកពណ៌ថ្មីអញ្ចឹងណាអញ្ចឹងនេះគឺជាវិធីងាយក្នុងការតអំបោះអញ្ចឹងក្នុងការតអំបោះទី1ហ្នឹងគឺយើងគួចវាធម្មតាអញ្ចឹងមកក៏បានដែរចានេះអញ្ចឹងពេលដែលយើងគួចអញ្ចឹងហើយយើងចាក់តក៏បានដែរណាមានវិធីមួយទៀតចាអញ្ចឹងនេះអញ្ចឹងយើងកាន់អញ្ចឹងមកនេះពីវិស័យហ្នឹងតមកយើងយកមេដៃយើងដាក់ចំកន្លែងហ្នឹងមកណាឲ្យវាស្មើគ្នាអញ្ចឹងមកហើយយើងដាក់ចំកន្លែងនេះមកបន្ទាប់មកយើងយកអំបោះនេះខាងក្រៅនេះណាយើងរុំនឹងមេដៃយើងណាយើងរុំមកនេះឲ្យចេញបែបនេះណានេះបន្ទាប់មកយើងរុំមកជុំទៀតហើយយើងពាត់អញ្ចឹងដូចគ្នាពីរដល់ហើយមួយទៀតគឺយើងរុំមកប៉ុន្តែយើងរុំអត់លើមេដៃទៀតទេពេលនេះយើងរុំលើអំបោះអញ្ចឹងយើងពាត់លើអំបោះចេញមកហើយយើងគៀបអំបោះឲ្យជាប់បន្ទាប់មកយើងយកនេះដៃរបស់យើងនេះយើងសកត់ធ្នេហ្នឹងណាកត់ចូលឡើងហ្នឹងមកហើយយើងចាប់ទាញអំបោះនេះយកតែម្ដងចឹងនេះគឺជាប់ល្អមែនតើអត់របូតទេអ្នកនរគ្នា